បាទសួស្តីបងប្អូនអ្នកចិញ្ចឹមមាន់ទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះធ្វើវីដេអូខុសប្លែកពីដងថ្ងៃនេះធ្វើវីដេអូនិយាយពីការដាំចក់សាឡាព្រោះសារតែមានបងម្នាក់គាត់បានសួរពីរបៀបនៃការដាំចក់សាឡាណារបៀបធ្វើឬការដាំចក់សាឡាហើយនឹងការចិញ្ចឹមមាន់បើយើងនិយាយទៅគឺអត់ខុសគ្នាប្រហែលទេគឺរបៀបរបបបើយើងនិយាយទៅគ្រាន់តែមួយសัตว์មួយគឺរុក្ខជាតិសម្រាប់យើងដាំហើយសម្រាប់ចក់សាឡានេះគឺមានសារៈសំខាន់ណាស់សម្រាប់ជាចំណីមាន់របស់យើងហើយក៏ចូលរួមក្នុងការកាត់បន្ថយចំណាយទៅលើវត្ថុធាតុដើមហ្នឹងបានច្រើនគួរសមដែរសម្រាប់បងអ្នកចិញ្ចឹមសត្វណាហើយការដាំចក់នេះខ្ញុំបែងចែកជា2ដាំចក់សាឡានេះណាទី1គឺយើងប្រើទៅលើ GB ទី2គឺយើងប្រើទៅលើជីធម្មជាតិដូចជាអាចមាន់ឬក៏អាចគោអញ្ចឹងការធ្វើបងអាចវិភាគមើលទៅតើជំរើសមួយណាដែលល្អសម្រាប់បងយកទៅធ្វើជាគំរូតាមណាប៉ុន្តែខ្ញុំគ្រាន់តែផ្ដល់ជាយោបល់ថាមិនថាបងប្រើ GB ឬក៏ជីធម្មជាតិទេការដាំចក់សាឡាបងគួរតែដាំចាប់ពី2អាងឡើងលើ2ឬក៏3អាងទៅដើម្បីការពារនៅពេលណាអាងណាដែលមានបញ្ហាគឺយើងអាចផ្លាស់ប្ដូរពូជឬក៏ផ្លាស់ប្ដូរការផ្ដល់ចំណីឲ្យមាន់យ៉ាងស៊ីណាបើសិនជាយើងមានតែមួយអាងបើសិនជាយើងដាំទៅវាលួយឬក៏វាខូចគឺយើងខាតហើយអញ្ចឹងយើងគួរមានចាប់ពី2ទៅ3អាងឡើងលើហើយទំហំគឺអាស្រ័យទៅលើបងប្អូនទេបងប្អូនមានលទ្ធភាពធ្វើទំហំតតឹងប្រមាណបដ ாய் ប្រមាណគឺអាស្រ័យលើបងប្អូនទាំងអស់គ្នាជាអ្នកជ្រើសរើសណាគ្រាន់តែខ្ញុំបង្រៀនពីរបៀបនៃការដាំប្រើជីធម្មជាតិហើយនឹងជីជីសរីរាង្គឬក៏ជីបេណាទី1ឥឡូវខ្ញុំនិយាយអំពីជីធម្មជាតិចាសម្រាប់ជីធម្មជាតិជីអាកូឬក៏ជីអាចមាន់គឺយើងអាចប្រើបានដូចគ្នាសម្រាប់ទំហំខ្ញុំឧទាហរណ៍ណាហើយបងប្អូនអាចកណនាទៅតាមហ្នឹងទៅឧទាហរណ៍ទំហំអាងដែលខ្ញុំធ្លាប់ធ្វើតតឹង3បដោយ9ម៉ែត្រអញ្ចឹងហើយកម្ពស់ទឹកកម្ពស់ដែលយើងទឹកណាយើងអាចដាក់ចន្លោះពី2ទឹកទៅ3ទឹកកម្ពស់ទឹកអាងរបស់យើងណាហើយដំណាក់កាលដំបូងដែលយើងដាក់ជីធម្មជាតិហ្នឹងយើងដាក់មកប៉ោតពេត្រូណាប៉ុន្តែជីដែលយើងដាក់ហ្នឹងក្នុងដំណាក់កាលដំបូងគឺយើងច្របល់ជាមួយទឹកឲ្យវាលាយទៅហើយយើងបាចវាទៅហើយក្នុងលិមួកសัตว์មកពេត្រូហ្នឹងគឺយើងដាក់អំបិលប្រហែលជា1គីឡូទៅហើយ10ថ្ងៃទៅកន្លះខែគឺយើងបន្ថែម20% ម្ដងហើយដោយសារគ្រាន់តែយើងដាំចក់សាឡានេះប្រើពពួកជីធម្មជាតិនេះវាឆាប់ខ្មៅទឹកអញ្ចឹងតើបងប្អូនទាំងអស់គ្នាអាសាដូរទឹកនឹងចេញសម្អាតវាចេញណាព្រោះសារតលិមួកសัตว์អញ្ចឹងវាធ្វើឲ្យឆាប់ចក់របស់យើងហ្នឹងមានរឹសខ្មៅច្រើនហើយបើសិនជាយើងមិនចង់ឲ្យរឹសវាខ្មៅទេអាលិមួកសัตว์ដែលយើងថាខ្ញុំនិយាយថាមកពេត្រូមិញហ្នឹងបងអាចដាក់ជីបេសម្រាប់ដាក់យើងច្រកទៅចង់ថាច្រកអាបេចំណីសัตว์ក៏បានចំណីបេយើងដាក់ពោតក៏បានដែរយើងដាក់វានៅក្នុងហ្នឹងទៅពរាយ2 3បេហ្នឹងទៅអញ្ចឹងដល់ពេលដែលយើងថែម10ថ្ងៃកន្លះខែគឺយើងថែមវាម្ដងទៅហើយរាល់ដល់ពេលដែលយើងថែម10ថ្ងៃទៅកន្លះខែយើងថែមហ្នឹងគឺយើងគួរតែបាញ់ថ្នាំតកៅណាបាញ់ដំណើរគ្នាទៅព្រោះកុំឲ្យខាតអញ្ចឹងនៅពេលដែលយើងបាញ់ថ្នាំតកៅឬក៏យើងថែមជីហ្នឹងគឺយើងមិនអាចឲ្យមាន់យើងស៊ីបានទេដោយសារតែពេលខ្លះថ្នាំតកៅបងទាំងអស់គ្នាពេលខ្លះក៏ត្រូវការស្វែងយល់ដែរព្រោះថ្នាំតកៅខ្លះគឺវាមានសុពលភាពយូរថ្ងៃអញ្ចឹងពេលខ្លះពេលដែលបងបាញ់ថ្នាំតកៅនៅលើចក់សាឡាពេលខ្លះយើងអាចសួរព័ត៌មានពីខាងថ្នាំតកៅដែលយើងបាញ់នៅលើចក់សាឡាណាពេលខ្លះអាចមានរយៈពេល3ថ្ងៃ5ថ្ងៃទៅមួយអាទិត្យអញ្ចឹងបើសិនជាការបាញ់ថ្នាំតកៅហ្នឹងវាមានរយៈពេលយូរអញ្ចឹងបើសិនជាយើងមានអាងសម្រាប់ដាំនេះតែមួយអាងគឺវាមានបញ្ហាហើយអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងគួរតែមានចាប់ពី2អាងទៅ3អាងទៅនៅពេលដែលយើងថែមជីនៅពេលដែលយើងបាញ់ថ្នាំតកៅគឺយើងមិនអាចឲ្យមាន់ស៊ីកើតទេអញ្ចឹងកម្រិតនៃការយើងបាញ់ថ្នាំតកៅហើយនឹងយើងដាក់ថ្នាំដាក់ជីហ្នឹងគឺវាមានរយៈពេលយ៉ាងតិចបំផុតក៏5ថ្ងៃទៅមួយអាទិត្យដែរមុននឹងយើងអាចយកមកប្រើប្រាស់ម្ដងទៀតណាហើយសម្រាប់ជីបេដែលយើងហៅថាជីសរីរាង្គហ្នឹង
ទំហំអាងដូចគ្នាបើយើងនិយាយថាទំហំអាង3ម៉ែត្រគុណនឹង9ម៉ែត្រដូចគ្នាកម្ពស់ទឹកពីទឹកទៅ3ទឹកហ្នឹងដំណាក់កាលដំបូងគឺយើងបាជីណាបាជីសរីរាង្គហ្នឹងយើងដាក់ចំនួន2គីឡូទៅហើយអំបិលយើងអាចដាក់ចំនួន1គីឡូហើយ10ថ្ងៃទៅកន្លះខែគឺយើងថែមដូចគ្នាគឺថែម 20% នៃចំនួនដែលយើងដាក់ដំបូងណាអញ្ចឹងបងប្អូនធ្វើបែបហ្នឹងបានអាចទទួលផលអញ្ចឹងការដាំចុះឲ្យសាឡាជាជំរើសបងទេបងប្អូនទាំងអស់គ្នាទេតើគួរតែប្រើជីធម្មជាតិឬក៏ជីសរីរាង្គប៉ុន្តែគាត់នឹងបញ្ជាក់ថាកាលណាដែលយើងប្រើជីសរីរាង្គវាធ្វើឲ្យទឹករបស់យើងស្អាតចោលថាការប្រើប្រាស់វាមានរយៈពេលយូរជាងជីធម្មជាតិណាព្រោះសារជីធម្មជាតិដូចខ្ញុំបញ្ជាក់អញ្ចឹងវាការប្រើប្រាស់ជីធម្មជាតិច្រើនការលូតលាស់របស់វាក៏អត់ទៅលឿនដូចជីសរីរាង្គដែរជីសរីរាង្គវាមានការលូតលាស់លឿនប៉ុន្តែការចំណាយទៅលើវាក៏រៀងច្រើនបន្តិចគួរសមដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចវិភាគមើលទៅតើការដាំមួយណាដែលយើងគិតថាល្អគឺយើងជ្រើសយកវិធីនោះទៅហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់តាមដានហើយបើសិនជាមានចម្ងល់មានបញ្ហាអីបងប្អូនអាចឆាតសួរបានហ្នឹងហើយអរគុណច្រើនអ្នកទាំងអស់គ្នា